ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះមកចេញវីដេអូចែករំលែកទៅជាមួយនឹងវិធីនៅក្នុងការធ្វើនំបាក់បិនក៏ដូចជាការដុតនំបាក់បិនតើការដុតនំបាក់បិនហ្នឹងគឺយើងមានដំណើរការបែបមួយខ្លះព្រោះគាត់ថាជាទូទៅយើងតែងតែទិញគេហូបស្រាប់ៗតែដឹងថាដំណើរការវាបែបម៉េចទេអញ្ចឹងជាដំបូងនេះគឺយើងមានតឡងដែលយើងឈូសហើយយើងយកវាមកលាយជាមួយនឹងស្ករអំបិលបន្តិចស្ករអីចឹងទៅហ្នឹងគឺបរិមាណដែលគាត់បានធ្វើលក់ជាប្រចាំគាត់មានកំណត់ត្រឹមត្រូវហើយយើងក៏កោសពងទីដាក់ចឹងទៅប៉ុន្តែពងទីហ្នឹងគឺយើងដកយកពងក្រហមដើម្បីទុកលាបមុខរបស់វានៅពេលដែលយើងចំហុយនៅបាក់បិនហ្នឹងហើយអញ្ចឹងបន្ទាប់ពីយើងបានកោសពងទីហ្នឹងដាក់លាយជាមួយនៅបាក់បិនហ្នឹងហើយចាប់ដើមលាយកោសវាឲ្យសព្វជាមួយនឹងបាក់បិនហើយជាមួយនឹងពងទីរបស់យើងដូចគ្នាដែរចឹងបន្ទាប់ពីបានលាយសពគ្រឿងអស់ហើយយើងចាប់ដើមចាក់ខ្ទិះដូងនឹងចូលដើម្បីឲ្យនំរបស់យើងគឺកាន់តែឈ្ងុយណាធ្វើឲ្យរសជាតិរបស់យើងគឺកាន់តែមានឱជារសថែមទៀតចឹងយើងក៏ចាប់ដើមកូរវឹកទៅដើម្បីជ្រុំធ្វើមិនឲ្យវាចូលជាមួយនឹងចូលជាមួយនឹងតឡងដែលយើងបានឈូសហើយទៅអធិស្ឋានដល់ពុកម៉ែបងប្អូននិយាយពីដើមវីដេអូនិយាយបាក់បិនរហូតទៅចង់ចាប់បាក់បិនក៏ប៉ុន្តែអត់ទាន់ខ្លាចជាបាក់បិនទេគ្រាន់តែជាតឡងមីដែលយើងឈូសអីចឹងណាចឹងនេះបន្ទាប់ពីយើងបានលីគ្រឿងសពរបស់ហើយគឺចាប់ដើមយកប្រេងដូងឬខ្ទិះដូងដែលយើងបានចម្រាញ់វាហ្នឹងឬក៏រងាស់វាទៅជាប្រេងដូងហ្នឹងយកមកលាបជាមួយនឹងបាតកឋិនរបស់យើងនេះគេហៅថាកឋិនណាអ្នកស្រុកខ្ញុំអញ្ចឹងយើងរៀបវាធ្វើម៉េចដើម្បីកុំឲ្យបាក់បិននៅពេលយើងចំហុយទៅគឺវាជាប់បាតកឋិនរបស់យើងនឹងឯងអញ្ចឹងបន្តមកទៀតគឺយើងយកតឡងដែលយើងបានលីគ្រឿងនឹងហើយយកមកដាក់វានៅក្នុងកឋិនដើម្បីត្រៀមយកវាទៅចំហុយទៅបងប្អូនរៀបធ្វើម៉េចឲ្យវាស្មើសាច់គ្នាល្អអញ្ចឹងបន្ទាប់ពីយើងរៀបចំដាក់កឋិនរួចរាល់ហើយគឺយើងវិកសាច់នំរបស់យើងឲ្យស្មើគ្នាបែបហ្នឹងហើយចាប់ដើមយកវាទៅចំហុយហើយចឹងនៅពេលដែលចំហុយគឺយើងដាក់ទឹកមកសមរម្យដែរអ្នកទាំងអស់គ្នាបើសិនឃើញទឹកយើងតិចដាក់ច្រើនឲ្យហើយទៅហើយបន្តទៀតបានយើងចាប់ដើមលើកបាក់បិនដែលយើងបានរៀបចំហើយយកវាទៅដាក់ចំហុយថ្មីឲ្យឆ្អិនសិនអញ្ចឹងឲ្យយើងចំហុយមួយសន្ទុះដែរហើយបន្ទាប់ពីចំហុយហើយគឺយើងចាប់ដើមនេះឆ្អិនហើយលើកបាក់បិនមកមើលគឺឆ្អិនហើយអញ្ចឹងឆ្អិនហើយគឺយើងត្រូវលើកវាទុកមួយឡែកឲ្យវារៀងត្រជាក់តិចវារៀងត្រុំតិចណាព្រោះកាលណាវាត្រូវក្តៅគឺវារីកអញ្ចឹងដាក់វារៀងត្រុំទៅហើយចាប់ដើមលាបវាថ្មីឲ្យស្មើមកកឋិនរបស់យើងនឹងដូចគ្នាហើយនៅពេលដែលយើងលើកវាមកទុកឲ្យវារៀងត្រជាក់បន្តិចហើយចាប់ដើមឆ្លៀតបកាត់ភ្លើងតិចហើយចាប់ដើមយកពងមកដែលយើងសំតោពងទៀតដែលយើងបានកោសហ្នឹងយកវាមកលាបនៅលើបាក់បិនដែលយើងបានចំហុយនឹងហើយទៀតលាបធ្វើអីគឺយើងលាបដើម្បីយកវាទៅដុតមកតង់តិចអ្នកនរគ្នាចាំមេថាការធ្វើបាក់បិនហ្នឹងគឺវាងាយស្រួលទេចំហុយហើយដុតទៀតអញ្ចឹងនេះបន្ទាប់ពីខ្ញុំបានលាបពងពីលើបាក់បិនហ្នឹងហើយចាប់ខ្ញុំយកវាទៅដុតបែបហ្នឹងនេះស្ទាយបែបហ្នឹងអាហ្នឹងដូចថាស្ទាយបុរាណណាយើងអត់មានអីចំហុយយើងអត់មានអីដុតទេអញ្ចឹងយើងមានតែប្រើក្បួនបុរាណរបស់យើងហ្នឹងហើយនេះខ្ញុំក៏បានមកពវល់វារហូតអីចឹងទៅគេថាដុតហ្នឹងគឺយើងដើរចោតកោតទេដោយសារតែលើហ្នឹងគឺពងទីអញ្ចឹងតែយើងទុកទៅប្រហែសគឺវាចាប់ដើមខ្លោចហើយអញ្ចឹងនៅក្នុងអំឡុងពេលដែលយើងកំពុងតែដុតមុខបាក់បិនហ្នឹងគឺយើងត្រូវតែអង្គុយនៅចាប់នឹងរហូតមិនមែនថាជាប់ទេនៅឃើញអត់ឃើញអ្នកនរគ្នាខ្ញុំប្រហែសតិចគឺចាប់ដើមរៀងឡើងពណ៌តិចហើយប៉ុន្តែពណ៌វាស្អាតដែរនិយាយទៅអញ្ចឹងបន្ទាប់ពីយើងដុតអាកឋិនធំនឹងបានហើយចាប់ដើមយកកឋិនតូចហ្នឹងយកមកដុតម្ដងដោយសារតែយើងធ្វើហ្នឹងគឺមាន2កឋិនអញ្ចឹងហើយគឺយើងដុតទៅដុតមកនេះអ្នកនរគ្នាបន្ទាប់ពីដុតមុខហើយគឺចាប់ដើមយកវាមកដុតបាតទៀតចាំមិនថាដុតទាំងលើដុតទាំងក្រោមអញ្ចឹងនៅពេលដុតបាតដូចយើងផ្គុំបាយអញ្ចឹងគឺយើងដាក់ល្ងើតិចទេតែយើងដាក់ច្រើនគឺវាអាចខ្លាចបាតនឹងទៀតប៉ុន្តែត្រូវតែដាក់មិញគឺដុតកឋិនតូចតែឥឡូវគឺយើងមកដុតកឋិនធំនេះវិញម្ដងគឺដុតបាតក្រោមណាចឹងយើងវែកល្ងើធ្វើម៉េចឲ្យកុំឲ្យធ្វើម៉េចកុំឲ្យភ្លើងវាខ្លាំងពេកពេលចាំតែខ្លាចបាត់ទៅគឺអាសាបងហើយអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានហើយអ្នកទាំងគ្នាយល់ថាយ៉ាងម៉េចដែរការធ្វើបាក់បិនពិបាកឬក៏ស្រួលជួយ comment ប្រាប់ admin ផងអញ្ចឹងវីដេអូ admin តែប៉ុណ្្នឹងទេបាយបាយជួបគ្នាវីដេអូក្រោយទៀត